សម្ដេចតេជោទទួលទានអំបុកស្រូវថ្មីវ័យស្ត្រីឈ្លានពានសម្ដេចតេជោហ៊ុនសែនបានអំពាវនាវឲ្យសម្រុះជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសិទ្ធក្រោយសំណុំពរយុវជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនៃព្រឹកថ្ងៃពុធទី10ធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើទៅសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលនឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងពួកចោរឈ្លានពានទឹកដីសម្ដេចក៏ចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសិទ្ធទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពានសម្ដេចក៏សូមអរគុណចំពោះសំណុំជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរដ្ឋាភិបាលក៏ដូចជាសំណុំជនដែលយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជាភាសាតេជោមានប្រសាសន៍ថាសម្ដេចបានឃើញសំណុំពរពីយុវជនម្នាក់ពីសមរភូមិសូមជាអំបុកល្អជាជាងមីសម្ដេចយល់ថាសំណុំពរនេះសមហេតុផលតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជាមួយនឹងបន្ថែមផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តរំលឹកថាស្រូវថ្មីកំពុងច្រូតកាត់បងប្អូនសមរជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាពលរដ្ឋយកទៅចែកជូនកងទ័ពឬជនភៀសសិទ្ធសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹម1កញ្ចប់1គីឡូឬ2គីឡូសម្រាប់យុវជនម្នាក់យកតាមខ្លួនប្រសិនបើដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកនៅតាមខ្សែព្រំដែនជួរមុខសម្ដេចតេជោមានប្រសាសន៍បន្ថែមថាទានអំបុកស្រូវថ្មីវាស្ត្រីឈ្លានពាន